សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកមើលពីការរៀបចំដីសម្រាប់ដាំដំណាំដាំបន្លែហូបខ្លះលក់ខ្លះដើម្បីជីវភាពគិតថាចង់ដាំបន្លែតកួនស្ពៃចង្កឹះខ្លះស្ពៃកញ្ញាញ់ខ្លះនិងស្ពៃទឿខែនេះអត់ដឹងថាដាំកើតអត់ទេនេះព្រោះអីវាចាប់ផ្ដើមថ្ងៃក្តៅមកខ្លាំងអញ្ចឹងខ្លាចតែតកូវខ្លាចអីចឹងណាយើងអត់ចង់ប្រើគីមីច្រើនទេយើងសុខចិត្តប្រើធម្មជាតិតែសំខាន់ធម្មជាតិនឹងដឹងបានហូបអត់ទេយើងចាំមន់បន្តិចនឹងបានដាក់អង្កាមដាក់អីទៅបានវាអាចមកយើងយកធ្វើជីធម្មជាតិយើងបើសិនជាយើងប្រើជីទិញគេវាល្អប៉ុន្តែយើងចោះលុយវាអត់ចំណេញដាំជួនកាលកើតជួនកាលវាអត់ទៅល្អចឹងយើងខាតប៉ុន្តែឥឡូវនេះបើយើងអត់ប្រើថ្នាំសម្រាប់តកូវខ្លះក៏វាអត់កើតដែរខែនេះវាក្តៅខ្លាំងអញ្ចឹងហើយគ្រាន់ថាយើងអាចសំចៃកន្លែងណាបានខ្លះយើងក៏សំចៃទៅគ្រាន់ថាយើងមិនប្រើធម្មជាតិសុទ្ធហើយក៏មិនប្រើគីមីសុទ្ធគាត់យើងកាត់បន្ថយខ្លះអញ្ចឹងណាអានេះអង្កាមហើយនឹងអាចមន់យើងទុកអង្កាមយើងនឹងបានអាចមន់នៅក្នុងនឹងលាយច្រើនទៅវាអត់សូវប្រៃទេយើងប្រើសម្រាប់ដាំស្ពៃដាំអីនេះចាប់ផ្ដើមរាយហើយបានយើងភ្ជួរព្រោះអីបើសិនជាយើងភ្ជួរហើយបានរាយវានៅរាងលើបើយើងរាយហើយបានភ្ជួរវានៅខាងក្រោមអញ្ចឹងយើងអាចជ្រោយចូលមួយដីបានជ្រៅល្អអញ្ចឹងភ្ជួរដីរាងធំដែរអញ្ចឹងយើងបានជីឲ្យអស់ទៅជីនេះជីអាចមន់លាយអង្កាមនេះយើងរាយអស់3បេហ្នឹងដីហ្នឹងមិនដឹងថាដាំបានប៉ុន្មានទេចាំមើលអត់តធ្វើរងដែរយើងគ្រាន់តែរាយវាឲ្យសព្វហើយយើងចាប់ផ្ដើមភ្ជួរវាទៅយើងចាប់ផ្ដើមភ្ជួរវាយើងភ្ជួរវានឹងគោយន្តដោយសារបើយើងកាប់នឹងដៃមិនងាយហើយទេអញ្ចឹងយើងភ្ជួរគោយន្តរៀបចំដីភ្ជួរឲ្យម៉ត់សិនបានយើងរៀបចំធ្វើរងនឹងចប់អញ្ចឹងគោយន្តនេះយើងភ្ជួរច្រើនត្រឡប់ដែរយើងភ្ជួរតតែដីនឹងម៉ត់ល្អបានយើងចាប់ផ្ដើមធ្វើរងធ្វើអីអញ្ចឹងទៅដាក់ទឹកដាក់អីឲ្យបានយើងបាចគ្រាប់វាភ្ជួរច្រើនត្រឡប់ទៅមកច្រើនត្រឡប់ដើម្បីឲ្យដីនឹងវាម៉ត់ល្អហើយវាងាប់ស្មៅល្អបើសិនជាយើងភ្ជួរអត់ម៉ត់ល្អអត់ងាប់ស្មៅល្អវាឆាប់ដុះស្មៅមកវិញអញ្ចឹងធ្វើឲ្យស្មៅនឹងវារួបតំណាំរបស់យើងស្មៅវាឆាប់ដុះមកវិញហើយបើយើងអត់បានថកដកវាស្រួលបួលទេវាចាប់ផ្ដើមរូបស្ពៃរូបអីយើងវាស៊ីជីស៊ីអីស្ពៃយើងខាតជីយើងបើសិនជាយើងបានដកវាឲ្យបានល្អថែទាំវាបានល្អក៏វាល្អតាមនឹងដែរខែនេះវាពិបាកត្រង់ថាតកូវទេព្រោះមេឃវាក្តៅចេះដឹងដាំកើតអត់ទេតកូវវាចាប់ផ្ដើមស៊ីខ្លាំងខែនេះពិបាកដាំមែនតើរាយហើយភ្ជួរហើយរស់ហើយមើលទៅរៀងម៉ត់ហើយចាប់ផ្ដើមរៀបចំធ្វើរងហ្នឹងគិតថាចង់ធ្វើរងហើយដាក់តំណក់ទឹកតែអានេះអត់បានថតកាត់ចូលវីដេអូដែលយើងចាប់ផ្ដើមរៀបធ្វើដំណក់ទឹកចាំមើលវីដេអូក្រោយរៀបចំយកធ្វើដំណក់ទឹកហ្នឹងចាំថតបន្តទៀតឥឡូវសកម្មភាពគាត់ចាប់ផ្ដើមធ្វើរងចង់ដាំតកួនហើយឥឡូវគាត់កំពុងតែចាប់ផ្ដើមលើករងហើយពួកអីយើងបានជួដីម៉ត់ហើយរៀបចំលើករងលើកអីអញ្ចឹងទៅបានយើងចាប់ផ្ដើមដាក់គ្រាប់បើសិនជាយើងបានបណ្ដុះល្អហ្នឹងសម្រាប់ស្ពៃតែតកួនខ្ញុំបាចយកតែម្ដងព្រោះអីតកួនមិនចាំបាច់ពិបាកបណ្ដុះទេវាអត់មានបាត់គ្រាប់ដូចស្ពៃបើសិនជាព្រោះវាបាត់គ្រាប់បាត់អីច្រើនដែរយើងខាតគ្រាប់ចឹងហើយវាចុះគ្រាប់ច្រើនអត់ដូចតកួនយើងបាចដីលុបហើយតកួនស្រួលដាំខែនេះវាអត់មានខែណាក៏វាអត់បញ្ហាដែរសម្រាប់ដីស្រុកខ្ញុំវាអត់មានបញ្ហាអីទេតកួនប៉ុន្តែបើស្ពៃរៀងពិបាកបន្តិចខែក្តៅអញ្ចេះឥឡូវចាប់ផ្ដើមធ្វើហ្នឹងមិនដឹងថាមិនទេព្រោះឆ្នាំទៅធ្លាប់ដាំខែហ្នឹងចាប់ផ្ដើមតនេពីចកាមកចាប់ផ្ដើមរៀបចំដាំបន្លែក្រោយផ្ទះខ្លះចឹងព្រោះអីយើងតនេពីចកាចឹងទៅក៏ចូលមកដាំស្ពៃដាំអីបន្ទាប់ផ្សំខ្លះតពីចាំសัตว์ចាំអីចឹងទៅហ្នឹងហើយអរគុណច្រើនចាំមើលសកម្មភាពបន្តទៀតនៃការរាយទយោនិងរៀបចំដាំបាចតកួនបាយអីបន្តទៀតខ្ញុំនឹងថតជាវីដេអូបន្តទៀតដូចជាការរាយទយោនិងដាក់គ្រាប់បន្តទៀតវីដេអូនេះត្រឹមតែភ្ជួរដីធ្វើដីនិងលើករងតែប៉ុណ្ណេះទេអរគុណច្រើន